สงกรานต์ឆ្នាំនេះបាត់ដំបងលេងមកអស់ដៃឯងបងប្អូនទាំងអស់គ្នានិយាយពីថាដេគ័រតាមផ្លូវតាមស្ពានគឺស្អាតខ្លាំងមែនទែនជាមួយនឹងផ្លែឈើតំណាងឲ្យស្រុកនីមួយៗប្រចាំនៅខេត្តបាត់ដំបងភ្លើងពណ៌ដ៏ស្រស់ស្អាតនៅតាមសួនតាមផ្លូវតាមស្ពានដែលរៀបចំដោយបាទខាងសសចករួមជាមួយនឹងរដ្ឋបាលខេត្តបាត់ដំបងមិនសរសើរមិនបានទេគឺស្រស់ស្អាតខ្លាំងមែនទែនអញ្ចឹងបងប្អូនទាំងអស់គ្នាដែលនៅខេត្តបាត់ដំបងកុំភ្លេចចូល share នៅវីដេអូនេះក៏ដូចជាបងប្អូនខ្មែររបស់យើងដើម្បីលើកមុខមាត់ខេត្តបាត់ដំបងជាខេត្តមួយដែលសម្បូរទៅដោយតំបន់ទេសចរណ៍ដែនដីជំរុកស្រូវដ៏ធំនៃទិសពីយ័តបើនិយាយពីការរៀបចំរបស់បាទខាងសសចករួមជាមួយនឹងរដ្ឋបាលខេត្តបាត់ដំបងស្រស់ស្អាតមែនទែនហើយគេមានពិព័រណ៍តាំងជាមួយនឹងមុខម្ហូបជាច្រើនសម្រាប់ការផ្ដល់ជូនទៅដល់បងប្អូនទាំងអស់គ្នាដែលបានទៅលេងសង្ក្រាន្តរយៈពេល 3-4 ថ្ងៃពេញនៅខេត្តបាត់ដំបងហ្នឹងអញ្ចឹងនាំបងប្អូនមកខេត្តបាត់ដំបងឥឡូវខ្ញុំមកដល់បាទលោកតាដំបងកញ្ញុងខេត្តបាត់ដំបងហើយឥឡូវយើងមកមើលនៅទស្សនវិជ្ជាពេលថ្ងៃនៅតាមបាទទីក្រុងខេត្តផ្ទាល់ជាមួយនឹងផ្សារណាត់ស្ពានស្ទឹងសង្កែហើយខ្ញុំមកនេះចំពេលដែលគេជីកណូតជីទូកបែបនេះគឺស្រស់ស្អាតខ្លាំងមែនទែនមានស្ពានមួយចំនួនគឺខ្ញុំអត់បានស្គាល់ទេដោយសារតែខ្ញុំជាអ្នកបាត់ដំបងដែរតែខ្ញុំចេញតាំងពីតូចអញ្ចឹងបងប្អូនដែលនៅខេត្តបាត់ដំបងឃើញវីដេអូនេះហើយកុំភ្លេចចូល comment ថាស្ពានទី1ទី2មានឈ្មោះអីស្ពានស្ទឹងសង្កែរបស់យើងបើនិយាយពីតាមសួនតាមស្ទឹងតាមស្ពានវិញយប់ឡើងគឺស្រស់ស្អាតខ្លាំងមែនទែនអញ្ចឹងនាំឲ្យបងប្អូនមើលនៅទស្សនវិជ្ជាពេលថ្ងៃសិនដែលមានការរៀបចំពីខាងសសចកក៏ដូចជារដ្ឋបាលខេត្តនឹងស្រស់ស្អាតណាស់ខេត្តបាត់ដំបងបច្ចុប្បន្ននេះលើកមុខមាត់ខេត្តខ្លាំងមែនទែនយើងមកមើលនៅតំបន់ធំកណ្ដាលនៃចិត្តវិមានឯករាជ្យដែលកំពុងតែរៀបចំនៅម៉ូដក៏ដូចជាបាទរូបតំណាងឲ្យសង្ក្រាន្តនៅខេត្តបាត់ដំបងនឹងនេះគឺជាតំបន់ពិសេសកណ្ដាលហើយដែលមនុស្សច្រើនខ្លាំងជាងគេហើយបើនិយាយពីតាមដងផ្លូវវិញបងប្អូនបានឃើញហើយរៀបចំរចនាបថបែបខ្មែរផ្ការំដួលបើយប់ឡើងវិញគឺស្រស់ស្អាតខ្លាំងមែនទែនហើយនេះក្រុមការងាររបស់ខាងសសចកក៏ដូចជារដ្ឋបាលខេត្តកំពុងតែមមាញឹកនៅក្នុងការរៀបចំដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានសប្បាយរីករាយនៅអាកាសសង្ក្រាន្តរយៈពេល 3-4 ថ្ងៃពេញយើងមកមើលជាមួយនឹងដូងខ្ទិះក៏ដូចជាទុរេនរួមជាមួយនឹងណែមឆ្ងាញ់ហើយនឹងក្រូចពោធិ៍សាត់ទុរេនតំណាងឲ្យស្រុកនីមួយៗអញ្ចឹងបងប្អូនទាំងអស់គ្នាបានឃើញធំធំណាស់ណែមក៏ដូចជាទុរេនហើយនឹងប្រភេទផ្លែពោធិ៍សាត់បងប្អូនទាំងអស់គ្នាអូយស្អាតស្អាតខ្លាំងមែនទែនសូមសរសើរមែនទែនបាទថ្ងៃឡើងគឺគេមានប៊ូតលក់ជាមួយនឹងមុខម្ហូបផ្ដល់ជូនសម្រាប់បងប្អូនទាំងអស់គ្នាដែលមកលេងពេលថ្ងៃក៏មានពេលយប់ក៏មានសម្រាប់ខេត្តបាត់ដំបងផ្ទាល់តែម្ដងដល់ពេលរាត្រីគឺអត់ខ្វះទេជាមួយនឹងមុខម្ហូបក៏ដូចជាស្តង់ដែលបានរៀបចំលក់ដូរនៅអីវ៉ាន់ផ្សេងៗគឺច្រើនសម្រាប់ផ្ដល់ជូនទៅដល់បងប្អូនទាំងអស់គ្នាដែលមកសង្ក្រាន្តនៅខេត្តបាត់ដំបងហើយខ្ញុំស្រឡាញ់ជាងគេគឺការរៀបចំជាមួយនឹងភ្លើងនៅតាមបាទស្ពានតាមដងផ្លូវនឹងគឺស្រស់ស្អាតខ្លាំងហើយមានបងប្អូនរបស់យើងគាត់ទៅចូលរួមច្រើនដើម្បីថតផ្សព្វផ្សាយឬក៏គាត់ទៅលេងដើម្បីថតរូបជាពិសេសស្ពាននៅខេត្តបាត់ដំបងនឹងគឺគេដេគ័រជាមួយនឹងភ្លើងស្អាតខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាហើយបើនិយាយពីដើមឈើនៅតាមបាទសួនវិញគេដាក់ជាមួយនឹងបាទផ្ការំដួលហើយកន្លែងនេះស្អាតណាស់បងប្អូនអញ្ចឹងទៅលេងបាត់ដំបងឆ្នាំនេះកុំភ្លេចត្រៀមទូរស័ព្ទដើម្បីថតរូបក៏ដូចជាបើផុសវីដេអូចែកម្លែកពីខេត្តរបស់យើងក៏ដូចជាខេត្តបាត់ដំបងដែលជាខេត្តមួយសម្បូរទៅដោយធនធានផ្លែឈើក៏ដូចជាជំរុកស្រូវទីតាំងម្ដុំនេះគឺជាទីតាំងកន្លែង concert អញ្ចឹងបងប្អូនទាំងអស់គ្នាអាចទៅលេងបានហើយអ្នកដែលនៅខេត្តបាត់ដំបងកុំភ្លេចចូល share វីដេអូនេះទាំងអស់គ្នាដើម្បីចែករំលែកនៅខេត្តរបស់យើងពីព្រោះថាបាត់ដំបងឆ្នាំនេះគឺស្អាតខ្លាំងណាស់ខ្ញុំអត់នឹកស្មានដល់ថាគេតែងភ្លើងមកស្អាតដល់ថ្នាក់នេះទេមនុស្សច្រើនខ្លាំងមែនទែននៅតាមសួនជាពិសេសចិត្តដងស្ទឹងសង្កែហ្នឹងបងប្អូនបានឃើញហើយនិយាយពីថារៀបចំភ្លើងពណ៌មកខ្ញុំពេញចិត្តស្ដោកតែម្ដងជាមួយនឹងផ្ការំដួលតំណាងឲ្យបាទប្រទេសកម្ពុជារបស់យើងនឹងស្អាតណាស់គ្រប់ដើមឈើទាំងអស់និយាយពីថាពណ៌ផ្ការំដួលភ្លឺទៅចាស់ទៅចង់ហើយមិនថាភ្ញៀវខ្មែរឬភ្ញៀវបរទេសទេទៅលេងនៅខេត្តបាត់ដំបងច្រើនខ្លាំងមែនទែនអញ្ចឹងរយៈពេល3ថ្ងៃពេញនៅខេត្តបាត់ដំបងបងប្អូនទាំងអស់គ្នាកុំភ្លេចទៅសង្ក្រាន្តដែលគេមានទាំង concert មានជាមួយនឹងការរៀបចំភ្លើងពណ៌តាមដងស្ទឹងក៏ដូចជាការរៀបចំភ្លើងពណ៌ផ្សេងៗនៅតាមដើមឈើហើយនឹងបាទមុខម្ហូបជាច្រើនបើនិយាយពីមុខម្ហូបវិញអត់ខ្វះទេបងប្អូនទាំងអស់គ្នាមិនថាម្ហូបបែបស្តង់ឬម្ហូបបែប street food ទេគឺមានគ្រប់មុខសម្រាប់ផ្ដល់ជូនទៅដល់បងប្អូនទាំងអស់គ្នាដែលមកលេងនៅខេត្តបាត់ដំបងដោយតែបងប្អូនបានឃើញហើយនិយាយពីម្ហូបវិញគឺខ្ញុំថតឡើងខ្ជិលតែម្ដងច្រើនណាស់អញ្ចឹងបងប្អូនទាំងអស់គ្នាអស់កម្លាំងឯងអាចញ៉ាំជាមួយនឹងម្ហូបប្រចាំនៅខេត្តបាត់ដំបងដែលគេមានលក់គ្រប់មុខនៅទីនេះតែម្ដងនិយាយទៅច្រើនខ្លាំងជាមួយនឹងម្ហូបមិនថាម្ហូបបែបអីទេមិនថាស៊ុបមិនថាបន្លែមិនថាសាច់គឺមានគ្រប់មុខតែម្ដងបានទាំងដើរលេងបានទាំងម្ហូបឆ្ងាញ់កុំភ្លេចណាអ្នកខេត្តបាត់ដំបងឬក៏បងប្អូនទាំងអស់គ្នាចូល share នៅវីដេអូនេះដើម្បីចែកម្លែកនៅកម្មវិធីសង្ក្រាន្តតំណាងឲ្យប្រទេសកម្ពុជារបស់យើងឆ្នាំនេះធ្វើធំណាស់គ្រប់ខេត្តតែម្ដងតែខ្ញុំហ៊ាននិយាយ
យាយថាបាត់ដំបងឆ្នាំនេះគឺញាក់សាច់ហើយគឺធ្វើស្អាតហើយរៀបចំបានល្អមិនថាម្ហូបអាហាររួមជាមួយនឹងការរៀបចំនៅដេកតាមដងផ្លូវទេដោយតែបងប្អូនបានឃើញអញ្ចឹងបើនិយាយពីតាមសួនឬក៏តាមដើមឈើវិញគឺពិតជាស្រស់ស្អាតមានការចូលរួមពីសំណាក់បងប្អូនខ្មែររបស់យើងច្រើនរួមជាមួយនឹងជនជាតិបរទេសក៏ច្រើនដែរហើយបើនិយាយពីបាទគុលស្ពាននីមួយៗពណ៌វិញងើឃើញមកគឺថាចង់តែថតរូបចង់តែផ្សព្វផ្សាយបង្ហាញបងប្អូននិយាយទៅមនុស្សច្រើនខ្លាំងមែនទែនដែលបានមកលេងខេត្តបាត់ដំបងសង្ឃឹមថាបងប្អូនទាំងអស់គ្នាឃើញវីដេអូនេះហើយកុំភ្លេចជួយ share ទាំងអស់គ្នាដើម្បីលើកស្ទួយនៅសង្ក្រាន្តនៅប្រទេសកម្ពុជារបស់យើងពីខ្ញុំបាទ VJ Dada ខ្ញុំតែងតែផលិតនៅវីដេអូមួយចំនួនពាក់ព័ន្ធនឹងទេសចរដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាឲ្យបងប្អូនបាន share បាន like ទៅដើម្បីចែកម្លែកនៅវីដេអូនៅប្រទេសកម្ពុជារបស់យើងដោយតែបងប្អូនបានឃើញអញ្ចឹងដើមឈើនីមួយៗគឺថាអមទៅដោយពន្លឺភ្លើងដ៏ស្រស់ស្អាតហើយនឹងការដេកនៅផ្ការំដួលជាពិសេសភ្ញៀវដែលគាត់ទៅលេងនឹងគឺច្រើនខ្លាំងមែនទែនសម្រុកទៅថតរូបនៅទីនេះសូម្បីតែខ្ញុំផ្ទាល់ខ្វាកនៅក្នុងការថតរូបខ្លាំងមែនទែនបងប្អូនទាំងអស់គ្នានិយាយទៅស្អាតខ្លាំងសូមតែសើនៅបាទខេត្តបាត់ដំបងរួមជាមួយនឹងមន្ទីរទេសចរខេត្តបាត់ដំបងដែលគាត់រៀបចំភ្លើងពណ៌តាមសួនតាមផ្លូវឬក៏តាមស្ពាននឹងស្រស់ស្អាតខ្លាំងអរគុណច្រើនអ្នកបាត់ដំបងជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ